ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀនអំពី ASK1 មេរៀនទី3ក្នុងវីដេអូនេះយើងនឹងសិក្សាមេរៀនទី3第三课你叫什么名字តើអ្នកឈ្មោះអ្វីចំណុចដំបូងយើងនឹងសិក្សាអំពី拼音តាក់ទងជាមួយនឹងភាពខុសគ្នានៃការបញ្ចេញសំឡេងចំពោះជញ្ជាក់ដែលមានភាពស្រដៀងគ្នានោះមាន3គឺមានជញ្ជាក់ G ជញ្ជាក់ T ជាមួយនឹងជញ្ជាក់ C អញ្ចឹងយើងអាចប្រើប្រាស់អក្សរក្រមខ្មែរដើម្បីជំនួសធ្វើការអានសំឡេងទាំង3នេះបន្ទាប់មកទៀតយើងនឹងមកធ្វើការអនុវត្តលំហាត់ដោយស្ដាប់ហើយនឹងអានតាមដោយប្រុងប្រយ័ត្នចំពោះការបញ្ចេញសំឡេងនៃជញ្ជាក់ទី1យើងមានជញ្ជាក់ C ជាយើងប្រកបបានជាមួយនឹងស្រៈនៅខាងក្រោយ U C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  E C C U C G E G G G E G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  E G G G E G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  E ao ao C ao xiao 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 区域区区小区星星星七一七七星七一昂扬西昂香香一熬熬鸡要叫叫香蕉星星星星星星区域区区区区区兴趣记忆记记记记记虚虚虚虚虚虚继续បន្ទាប់មកទៀតយើងស្ដាប់ការអានម្ដងទៀត听录音并跟读，注意声母发音的区别。休息，积极，机器，小区，星期，香蕉，兴趣，继续。ជាបន្តយើងនឹងមកសិក្សាអំពីភាពខុសគ្នានៃការបញ្ចេញសំឡេងជញ្ជាក់ z z s ចំពោះការបញ្ចេញសំឡេងជញ្ជាក់ទាំង3នេះយើងត្រូវបញ្ចេញសំឡេងខ្យល់ចេញពីបំពង់កមកក្រៅ z sh sh យើងអាចប្រើប្រាស់អក្សរក្រមខ្មែរដើម្បីតាំងនៃការបញ្ចេញសំឡេងទាំង3នេះបានជាបន្តយើងធ្វើការស្ដាប់នៅខ្សែសំឡេងនិងអានតាមដោយប្រុងប្រយ័ត្នចំពោះការបញ្ចេញសំឡេងនៃជញ្ជាក់ទាំង3នេះ C E C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  吃熬糟糟糟糟洗澡的啊哒哒哒哒是熬烧烧烧烧打扫是安山山次次次次三次之子子子鸡一鸡鸡鸡鸡自己我自我左左左一安言特言天天昨天自熬早早早早是昂上早上自熬操操是昂长长长长操场和安汉汉汉汉汉字字字字汉字បន្ទាប់មកទៀតយើងស្ដាប់ការអានម្ដងទៀត听录音并跟读，注意声母发音的区别。洗澡，打扫，三次，自己，昨天，早上，操场，汉字。ចំណុចបន្តទៀតយើងនឹងមកសិក្សាអំពីភាពខុសគ្នានៃការបញ្ចេញសំឡេងស្រៈវិញម្ដង E U Ü
យើងក៏អាចប្រើអក្សរក្រមខ្មែរដើម្បីជំនួសតាំងឲ្យការបញ្ចេញសំឡេងចំពោះចំណុចបន្ទាប់នេះយើងនឹងសិក្សាអំពីការបដូរសំឡេងនៃពាក្យពុដែលមានន័យថាមិននៅចំណុចនេះគេថាបើសិនជាពាក្យពុឈរនៅពីមុខជាងដែលមានសំឡេងទី1ទី2និងទី3នោះសំឡេងពុមិនផ្លាស់ប្ដូរទេមានន័យថាសំឡេងទី4នៃពុគឺរក្សានៅដដែលឥឡូវនេះយើងមកស្ដាប់ការបញ្ចេញសំឡេងពាក្យពុដែលឈរនៅមុខជាងដែលមានសំឡេងទី1ទី2និងទី3不吃不行不好不喝不能不想ចំណុចទី2ចំណុចបន្ទាប់នេះគេថាពុត្រូវបានផ្លាស់ប្ដូរទៅជាសំឡេងទី2វិញនៅពេលដែលវាឈរនៅមុខជាងដែលមានសំឡេងទី4ឥឡូវយើងមកស្ដាប់ការបញ្ចេញសំឡេងទាំងអស់គ្នា不会不是不看ជាបន្តចំណុចធំទី4គឺតាក់ទងជាមួយនឹងក្បួនច្បាប់ភីងអ៊ីងភាគ2ចំណុចនេះយើងត្រូវប្រុងប្រយ័ត្នជាមួយនឹងការបញ្ចេញសំឡេងនៃស្រៈអ៊ឺ听录音并跟读，注意“吁”的拼写与实际发音。吁约冤晕居撅捐君区缺圈圈虚削宣熏ចំណុចបន្ទាប់នេះយើងសិក្សាអំពីគំនូសនៃអក្សរចិនភាគ3គំនូសខាងលើចិនគេហៅថាហឹងចរកោគឺយើងគូសចាប់ពីខាងឆ្វេងមកខាងស្ដាំត្រង់បន្ទាប់មកយើងគូសហូតចុះទៅក្រោមហើយទំពក់មកខាងឆ្វេងគំនូសទី2ខាងក្រោមចិនគេឲ្យឈ្មោះថាវ៉កោគឺយើងគូសផ្ដេកត្រេតមកខាងស្ដាំបន្ទាប់មកយើងគូសទំពក់ទៅខាងលើនេះគឺជាតួអក្សររូបតែមួយឬតួអក្សររូបតូលយើងអាចអនុវត្តការរៀនសរសេរទៅតាមគំនូសដូចខាងលើនេះបានបន្តមកទៀតយើងនឹងមកសិក្សាអំពីគំនូសអក្សរតាមលំដាប់ភាគ1នៅក្នុងការអនុវត្តការសរសេរនៃអក្សរភាសាចិនគេត្រូវសរសេរផ្ដេកត្រង់មុនហើយទើបគេសរសេរបញ្ឈរត្រង់តាមក្រោយចិនគេហៅថាសៀនហឹងហូស៊ូចំណុចមួយទៀតគេថាសៀនភៀហូណាមានន័យថាគូសធ្លាក់ពីខាងលើចុះមកខាងឆ្វេងមុនបន្ទាប់មកទើបយើងគូសពីខាងលើធ្លាក់មកខាងស្ដាំតាមក្រោយចំណុចបន្ទាប់នេះគឺយើងអនុវត្តរំហាត់ដោយគូសកងរូបភាពជាមួយនឹងពាក្យចំពោះពាក្យលេខ1ចុងកួអត្ថន័យជាភាសាខ្មែរគឺប្រទេសចិនចឹងយើងអាចគូសកងជាមួយនឹងរូបភាព C ចំណុចលេខ2美国គឺជាប្រទេសអាមេរិកចឹងយើងគូសកងជាមួយរូបភាពរូប D ដែលជាទង់ជាតិប្រទេសអាមេរិកលេខ3中国人ប្រទេសចិនយើងថែមពាក្យរិននៅពីក្រោយคล้ายទៅជាប្រជាជនចិនឬក៏ជនជាតិចិនចឹងយើងអាចគូសកងជាមួយនឹងរូបភាព F ទី4美国人គឺប្រទេសអាមេរិកពេលដែលយើងថែមពាក្យរិនคล้ายទៅជាជនជាតិអាមេរិកឬក៏ប្រជាជនអាមេរិកយើងអាចគូសកងជាមួយនឹងរូបភាព E ពាក្យថា老师ចំណុចលេខ5មានន័យថាគ្រូបង្រៀនចឹងយើងអាចគូសកងជាមួយនឹងរូបភាព A学生គឺសិស្សយើងអាចគូសកងជាមួយនឹងរូបភាព B ជាបន្តយើងនឹងមកសិក្សាអំពីពាក្យថ្មីនៅក្នុងមេរៀនទី3叫ហៅថា名字摸音名字មានន័យថាឈ្មោះ是មានន័យថាគឺជាពាក្យម៉ាម៉ា
ពាក្យនេះយើងប្រើសម្រាប់សួរសំណួរតើឬទេ人人មនុស្ស什么什么什么មានន័យថាអ្វី我老师老师学生学生បន្តយើងមកសិក្សាអំពីពាក្យនាមអក្សរធាតុ李月គឺជាឈ្មោះមនុស្សម្នាក់ហៅថា李月中国គឺជាឈ្មោះនៃប្រទេសចិន美国គឺជាឈ្មោះនៃប្រទេសអាមេរិកជាបន្តយើងប្រើប្រាស់ពាក្យថ្មីដើម្បីបង្កើតទៅជាកន្សោមពាក្យ叫李月ហៅថា李月我叫李月ខ្ញុំហៅថា李月ឬក៏ខ្ញុំឈ្មោះ李月名字什么名字ឈ្មោះអ្វី叫什么名字ហៅឈ្មោះអ្វី你叫什么名字តើអ្នកឈ្មោះហៅថាអ្វី老师中国老师គ្រូជនជាតិចិន美国老师គ្រូជនជាតិអាមេរិក学生中国学生សិស្សជនជាតិចិន美国学生សិស្សជនជាតិអាមេរិក人中国人ជនជាតិចិន美国人ជនជាតិអាមេរិកជាបន្តយើងនឹងមកសិក្សាអំពីសព្វនាមសំណួរ什么ដែលបកប្រែថាអ្វីដើម្បីបង្កើតល្បះដែលមានពាក្យ什么គឺយើងត្រូវមានប្រធានបូកជាមួយនឹងកិរិយាសព្ទបូកជាមួយនឹងពាក្យ什么ពេលខ្លះក៏យើងអាចបូកបន្ថែមជាមួយនឹងនាមផងដែរឧទាហរណ៍ទី1你叫什么名字你ដើរតួជាប្រធាន叫ដើរតួជាកិរិយាសព្ទ什么គឺជាពាក្យសម្រាប់សួរ名字ថ្នាក់ពាក្យជានាមឧទាហរណ៍ទី2这是什么នេះជាអ្វី这ដើរតួជាប្រធាន是ដើរតួជាកិរិយាសព្ទ什么ដើរតួជាពាក្យសម្រាប់សួរឧទាហរណ៍ទី3这是什么书នេះគឺជាសៀវភៅអ្វី这ដើរតួជាប្រធាន是ដើរតួជាកិរិយាសព្ទ什么គឺជាពាក្យសម្រាប់សួរ书គឺជាពាក្យថ្នាក់ពាក្យជានាមបន្ទាប់មកទៀតយើងសិក្សាអំពីពាក្យ是ដែលប្រើប្រាស់នៅក្នុងល្បះពាក្យថា是មានន័យថាគឺជាឧទាហរណ៍李月是老师李月គឺជា老师我是美国人ខ្ញុំគឺជាជនជាតិអាមេរិកប្រសិនជាយើងចង់និយាយថាមិនមែនជាចឹងយើងបន្ថែមពាក្យពូនៅពីមុខ是ឧទាហរណ៍我不是老师ខ្ញុំមិនមែនជាគ្រូបង្រៀនចំណុចបន្តទៀតគឺយើងរៀនអំពីពាក្យម៉ាដែលយើងប្រើវាសម្រាប់សំដងប្រយោគសំណួរចំណុចនេះយើងអាចប្រើប្រធានបូកជាមួយនឹងកិរិយាសព្ទបូកជាមួយនឹងនាមឬក៏កន្សោមនាមហើយបូកជាមួយនឹងពាក្យម៉ាដើម្បីបញ្ជាក់ថាប្រយោគមួយនេះត្រូវបានសួរជាសំណួរឧទាហរណ៍你是美国人吗តើអ្នកជាជនជាតិអាមេរិកមែនទេ你是中国人吗តើអ្នកជាជនជាតិចិនមែនទេ你是老师吗តើអ្នកជាគ្រូបង្រៀនមែនទេដូច្នេះពាក្យម៉ាគឺយើងប្រើសម្រាប់សួរតើឬទេជាបន្តយើងមកស្ដាប់អត្ថបទមេរៀនទី3课文1你叫什么名字តើអ្នកឈ្មោះអ្វី我叫李月ខ្ញុំឈ្មោះ李月课文2你是老师吗តើអ្នកគឺជាគ្រូបង្រៀនមែនទេ我不是老师我是学生ខ្ញុំមិនមែនជាគ្រូបង្រៀនទេខ្ញុំគឺជាសិស្ស课文3你是中国人吗
តើអ្នកគឺជាជនជាតិចិនមែនទេ 我不是中国人，我是美国人。 ខ្ញុំមិនមែនជាជនជាតិចិនទេខ្ញុំគឺជនជាតិអាមេរិកជាបន្តទៀតសូមធ្វើលំហាត់អនុវត្តនៅខាងក្រោមដោយឆ្លើយសំណួរយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកសំណួរទី1你叫什么名字តើអ្នកឈ្មោះអ្វីសំណួរទី2你是中国人吗តើអ្នកជាជនជាតិចិនមែនទេសំណួរទី3你是美国人吗តើអ្នកជាជនជាតិអាមេរិកមែនទេសំណួរទី4你是老师吗តើអ្នកជាគ្រូបង្រៀនមែនទេសំណួរទី5你是学生吗តើអ្នកគឺជាសិស្សមែនទេជាបន្តទៀតធ្វើលំហាត់អនុវត្តតាក់ទងជាមួយនឹងការពណ៌នារូបភាពដោយប្រើវេយ្យាករណ៍និងពាក្យដែលទើបបានរៀននៅក្នុងមេរៀននេះ他叫乔丹他是人ចឹងនៅក្នុងចន្លោះនេះយើងត្រូវបំពេញថាគាត់គឺជាជនជាតិអ្វីបើសិនជាគាត់ជាជនជាតិចិនយើងឆ្លើយថា他是中国人តែបើសិនជាគាត់ជាជនជាតិអាមេរិកយើងឆ្លើយថា他是美国人រូបភាពទី2他叫姚明他是人ចឹងយើងអាចបំពេញថាគាត់គឺជាជនជាតិចិនឬក៏ជាជនជាតិអាមេរិកចំពោះរូបភាពទី3我不是ខ្ញុំមិនមែនជា我是学生ប៉ុន្តែខ្ញុំជា我是人ខ្ញុំគឺជាជនជាតិកន្លែងនេះយើងអាចបំពេញថា我是柬埔寨人ខ្ញុំគឺជាជនជាតិកម្ពុជាចំពោះរូបភាពបន្ទាប់我是ខ្ញុំគឺជា我不是学生ខ្ញុំមិនមែនជាសិស្សទេ我是人ចឹងកន្លែងនេះយើងអាចបំពេញថាគាត់គឺជាជនជាតិអីគេបើសិនជាគាត់ជាជនជាតិចិនយើងនិយាយថា中国人បើសិនជាជនជាតិអាមេរិក美国人បើសិនជាជនជាតិខ្មែរ柬埔寨人នៅពេលនេះមេរៀនទី3របស់យើងត្រូវបានបញ្ចប់អរគុណចំពោះការតាមដានសូមអ្នកទាំងអស់គ្នាជួយ Subscribe Share ជូនដល់មនុស្សជាទីស្រឡាញ់របស់អ្នកដែលគាត់កំពុងសិក្សាភាសាចិន